តើថ្ងៃខាងមុខសម្រាប់ Plum App ខ្លាយជាកម្មវិធីទូរស័ព្ទដៃដំបូងគេក្នុងប្រទេសកម្ពុជាសម្រាប់អ្នកគ្រប់គ្រងថាមពលអគ្គិសនីទំហំតូចនិងមធ្យមតែសម្រាប់អ្នកគ្រប់គ្រងថាមពលអគ្គិសនីដែលមានទំហំធំគាត់អាចប្រើប្រាស់បានជាមួយនឹង System Control Room ដែលយើងហៅថា Open Grid System សំណួរទី3ខ្ញុំចង់ដឹងថាដើម្បីអាចប្រើប្រាស់ប្រព័ន្ធ Plum បានតើត្រូវធ្វើមិនខ្លះដែរបាទទៀតពិតទៅកម្មវិធី Plum App មិនមែនសម្រាប់សាធារណជនទេបាទគឺសម្រាប់អ្នកគ្រប់គ្រងបណ្ដាញចែកចាយអគ្គិសនីក្នុងស្រុកមធ្យមបាទហើយអ្នកគ្រប់គ្រងនៅទីសោកតើតែគាត់បានបំពាក់ភ្ជាប់ DRC Remote Control របស់យើងនីមួយៗភ្ជាប់ជាមួយនឹងបរិក្ខារនៅលើបណ្ដាញចែកចាយអគ្គិសនីរបស់គាត់ដែលមានស្រាប់នឹងជាច្រើនប្រភេទហ្នឹងអញ្ចឹងបានន័យថាគាត់បំពាក់ជាមួយនឹង DRC Remote Control នៅតាមទីតាំងនឹងរួចគាត់អាចប្រើប្រាស់ Plum App ដើម្បី Remote Monitoring ទៅលើបរិក្ខារគាត់បានអញ្ចឹងមានន័យថាតើភ្ជាប់ device នេះទើបគាត់អាចតម្លើង Plum បានទេបាទតែ Plum មានដាក់ចូលទៅក្នុង Play Store ឬក៏ App Store ទេសប្តាហ៍ថ្ងៃនេះគឺអត់ទាន់មានទេបាទសម្រាប់ចូលទៅក្នុង Play Store ឬក៏ App Store ដោយសារតែមិនមែនជា App សម្រាប់សាធារណជនបាទអញ្ចឹងយើងច្បាស់ហើយថាកម្មវិធី Plum គឺយើងគឺបង្កើតមកសម្រាប់តែស្ថាប័នដែលគាត់ជាអ្នកគ្រប់គ្រងថាមពលអគ្គិសនីប្រើប្រាស់ទេមិនមែនថាប្រើប្រាស់បានទាំងអស់គ្នាទេអញ្ចឹងមូចូលសំណួរទី4ដែលខ្ញុំចង់ដឹងបន្តនោះថាតើអ្វីទៅជាចក្ខុវិស័យបន្ទាប់របស់ VP Start នៅក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង Plum នេះទៅថ្ងៃខាងមុខទៀតទៅថ្ងៃខាងមុខសម្រាប់ Plum App គឺយើងចង់ឲ្យកម្មវិធី Plum App ក្លាយជាកម្មវិធីទូរស័ព្ទដៃដំបូងគេក្នុងប្រទេសកម្ពុជាក្នុងការគ្រប់គ្រងបណ្ដាញចែកចាយអគ្គិសនីតង់ស្រុងមធ្យមសម្រាប់អ្នកគ្រប់គ្រងថាមពលអគ្គិសនីបាទអញ្ចឹងបានន័យថាផ្ដោតសំខាន់ទៅលើអ្នកគ្រប់គ្រងថាមពលអគ្គិសនីទំហំតូចនិងមធ្យមបាទគាត់អាចប្រើប្រាស់ជាមួយនឹង Plum App នេះបានតែសម្រាប់អ្នកគ្រប់គ្រងថាមពលអគ្គិសនីដែលមានទំហំធំលក្ខណៈថាទូទាំងខេត្តឬក៏ធំជាងហ្នឹងគឺគាត់អាចប្រើប្រាស់បានជាមួយនឹង System Control Room ដែលយើងហៅថា Open Grid System ផ្ដល់អត្ថប្រយោជន៍ច្រើនជាង Plum App ហ្នឹងដូចជាអាចធ្វើរបាយការណ៍បានអាចទាញយកទិន្នន័យលម្អិតជាង Plum App ហ្នឹងនៅតាម function នីមួយៗហើយក៏ដូចជាអាចមានជា online report ចូលមកកាន់ system ហ្នឹងដោយផ្ទាល់ដែលមិនបាច់ចាំគាត់រៀបទេអញ្ចឹងបានន័យថាផ្ដល់ភាពងាយស្រួលជាងហើយដោយសារតែវាមានទំហំក្នុងការគ្រប់គ្រងធំជាងបាទ VP Start, innovation through technology.